ស្ដីបងប្អូនគ្នាក្នុងថ្ងៃនេះខ្ញុំមាន3 12 B មួយគ្រឿងដែលទើបតែដំឡើងហើយក្តៅបងប្អូនដែលបងប្អូនមួយចំនួនចេះឆ្ងល់ថាហើយឯងបែរខ្ញុំធ្វើវីដេអូវែងម៉េះយើងធ្វើកាត់ដូចនៅក្នុង TikTok អីទៅអាហ្នឹងវាងាយស្រួលជាងប៉ុន្តែអត់ទេបងប្អូនខ្ញុំចូលចិត្តធ្វើបែបនេះដោយសារតែខ្ញុំចង់ detail ទៅលើគ្រឿងចក្រឲ្យបងប្អូនបានដឹងកាន់តែច្បាស់បើយើងធ្វើកាត់ឬខ្លីៗគឺបងប្អូនមើលអត់ច្បាស់ទេបងប្អូនអញ្ចឹងយើងចង់ធ្វើឲ្យ full option តែម្ដងអញ្ចឹងបងប្អូនងាយស្រួលមើលងាយស្រួលត្រួតពិនិត្យថាតើគ្រឿងចក្រមួយនេះនៅភាគរយប៉ុណ្ណាបងប្អូនអាចទទួលយកបានអញ្ចឹងកុំឲ្យខាត់ពេលយូរតាមដានវីដេអូនេះទាំងអស់គ្នាបាទបងប្អូនគ្នាពេលនេះយើងក៏ឡែកមកមើលផ្នែកដងក៏ដូចជាប៉ែរបស់វាបងប្អូនដែលយើងអាចដឹងថាវាភ្ជាប់មកជាមួយនឹងទយោបុកតែម្ដងទាំងកន្លែងបើកបិទប្រេងក៏មានរបស់វាដែរបងប្អូនអញ្ចឹងបងប្អូនយកទៅចង់ដូរក្បាលបុកដោះតែប៉ែកោបដីចេញដាក់ក្បាលបុកគឺបានតែម្ដងជាមួយនឹងប៉ែរបស់វាក៏យើងអាចដឹងថាភាគរយក៏នៅខ្ពស់ដែរបងប្អូនអានេះវាបាក់ថ្មិញមួយបងប្អូនដោយសារនៅស្រុកគេដាក់សម្រាប់ជោគដីអញ្ចឹងមកដល់វិញយើងអត់ទាន់ផ្លាស់ប្ដូរបងប្អូនយើងត្រូវផ្លាស់ប្ដូរវាមកសម្រាប់កាប់ដីវិញបងប្អូនដាក់ថ្មិញកាប់ដីហើយបើយើងអាចមើលដងរបស់វាទាំងមូលតែម្ដងគឺថានៅទឹកថ្នាំភាគរយខ្ពស់មែនតើមិនមានការបាក់បែកឬតាបកន្លែងណានោះទេបាទបងប្អូននេះពេលនេះយើងក្រឡេកមកមើលផ្នែកមួយទៀតដែលសំខាន់ផងដែរសម្រាប់ excavator គឺផ្នែកជើងក្រោមក៏ដូចជាចង្កេះរបស់វាបងប្អូនចង្កេះរបស់វាគឺនៅហឹបណែនល្អមិនមានការលិចជ្រាវអ្វីនោះទេបងប្អូនជើងក្រោមហ្វាកហ្វីក៏ដូចជាកាន់កាយក៏យើងមើលទៅគឺនៅក្រាស់ភាគរយខ្ពស់ដូចគ្នាបងប្អូនអញ្ចឹងបងប្អូនយកទៅប្រើប្រាស់គឺមានទំនុកចិត្តបាទបងប្អូនគ្នាពេលនេះមកដល់ផ្នែកចំណុចបេះដូងរបស់ excavator តែម្ដងគឺផ្នែកបូនរបស់វាបងប្អូនហើយអ្វីបានយើងនិយាយបែបនេះបងប្អូនព្រោះថាផ្នែកបូនរបស់វាបើថាធ្វើទុកហើយនៅ front របស់យើងគឺពិបាករកជាងណាស់បងប្អូនដូចជាចិញ្ចឹមជំងឺអញ្ចឹងយើងក៏ឡែកមកមើលផ្នែកបូនរបស់វាបងប្អូនគឺថានៅភ្នំដើមទាំងអស់តែម្ដងស្អាតមិនមានការរុះរើឬក៏ផ្លាស់ប្ដូរកន្លែងណានោះទេបងប្អូនអញ្ចឹងបងយកទៅប្រើប្រាស់គឺពោពេញដោយទំនុកចិត្តនិងមួយវិញទៀតគឺប្រើបានយូរអង្វែងបាទបងប្អូនគ្នាពេលនេះយើងឡើងមកមើលផ្នែកកាប៊ីនរបស់វាបងប្អូនផ្នែកកាប៊ីនក៏សំខាន់ដែរបងប្អូនបើកាប៊ីនពុកកាប៊ីនមិនស្អាតគឺមិនផ្ដល់ផាសុខភាពដល់តកង់នោះទេអញ្ចឹងយើងអាចមើលបានបងប្អូននៅក្នុងកាប៊ីនរបស់វាគឺស្អាតមែនតើបងប្អូនសម្រាប់ម៉ោងប្រើប្រាស់ដូចខ្ញុំនិយាយខាងដើមអញ្ចឹងបងប្អូនគឺទើបតែ 6000 ម៉ោងជាងតែប៉ុណ្ណោះអញ្ចឹងភ្នំរបស់វាក៏ដូចជាគ្រឿងក្រៅរបស់វាគឺអាចនឹងនៅភាគរយខ្ពស់បងប្អូនអញ្ចឹងបងប្អូនយកទៅប្រើប្រាស់បន្តពោពេញដោយទំនុកចិត្តនិងគុណភាពបាទបងប្អូននេះពេលនេះយើងឡើងមកមើលផ្នែកម៉ាស៊ីនវិញបងប្អូនផ្នែកម៉ាស៊ីនរបស់វាក៏យើងអាចដឹងថាស្អាតនិងនៅភាគរយខ្ពស់ដោយសារតែគ្រឿងចក្រមួយនេះប្រើទើបតែ 6000 ម៉ោងជាងតែប៉ុណ្ណោះអ្វីដែលកាន់តែពិសេសទៀតបងប្អូនយើងមើលទាំងផ្នែកម៉ាស៊ីនមើលទាំងផ្នែកបូមនិងអ្វីដែលយើងមិនអាចបំភ្លេចបាននោះគឺខាងផ្នែក set up គ្រឿងចក្របងប្អូនយើង set up ទៅតាមតម្រូវការរបស់បងប្អូនយកទៅប្រើប្រាស់បងប្អូនអញ្ចឹងបងប្អូនយកទៅប្រើប្រាស់ពោពេញដោយទំនុកចិត្តសូមអរគុណបងប្អូនអរគ្នាបានតាមដានវីដេអូមួយនេះមួយទៀតឥឡូវស្មើនេះមេចង់បាក់រាហ្វៀទៅហើយបងប្អូនជាចុងក្រោយចង់ប្រាប់បងប្អូនថាបងប្អូនមក 5K Cambodia គឺបានទាំងកញ្ចប់តែម្ដងទី1គឺបានគ្រឿងចក្រដែលមានគុណភាពមកពីជប៉ុនចំមិនទាន់ប្រើក្នុងស្រុកទី2ការរៀបចំគ្រឿងចក្រមុននឹងបកគលជូនអតិថិជនយកទៅប្រើប្រាស់គឺត្រឹមត្រូវទី3ការ set up ក៏ដូចជារៀបចំប្រព័ន្ធផ្សេងៗគឺតម្រូវទៅតាមការងាររបស់បងប្អូនអញ្ចឹងបងប្អូនមកដល់ 5K Cambodia ពោពេញដោយទំនុកចិត្តនិងគុណភាពជូនបងប្អូនតែម្ដង
ជាចុងក្រោយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ